អនុញ្ញាតគោរពជំរាបសួរប្រិយមិត្តទាំងអស់គ្នានាវេលារាត្រីចុងសប្តាហ៍ជាបន្តខ្ញុំនឹងអធិប្បាយជូនអស់លោកអ្នកបានស្ដាប់នៅរឿងខ្មោចពិតខ្លីមួយទៀតដែលខ្ញុំទើបនឹងទទួលបានពីបងប្រុសម្នាក់ឈ្មោះចម្រើនរឿងរបស់គាត់នឹងគឺមានចំណងជើងថាបុណ្យសពឪពុកមិត្តសួស្តីអ្នកទាំងអស់គ្នារឿងរ៉ាវដែលខ្ញុំចង់ចែករំលែកនេះគឺជារឿងពិតមួយដែលបានកើតឡើងចំពោះខ្ញុំកាលពីពាក់កណ្ដាលឆ្នាំ2025សម្រាប់ខ្ញុំរឿងហេតុមួយនឹងគឺពិតជាចម្លែកនិងគួរឲ្យព្រឺក្បាលមែនទែនព្រោះអីខ្ញុំធ្លាប់ជួបហេតុការណ៍លងបន្លាចពីមុនមកច្រើនដងគួរសមដែរប៉ុន្តែឃើញត្រឹមស្រមោលមួយផ្លែតប៉ុណ្ណោះមិនដែលចម្លែកអីដូចលើកនឹងទេខ្ញុំគឺជាអ្នកខេត្តតាកែវហើយកាលនោះឪពុករបស់មិត្តភក្តិខ្ញុំគាត់បានទទួលមរណភាពទៅដោយសារជំងឺតាមពិតទៅមិត្តភក្តិខ្ញុំនឹងគាត់មិនមែនជាអ្នកដែលមានដើមកំណើតនៅតាកែវទេគាត់ជាអ្នកខេត្តកណ្ដាលហើយកាលពីឆ្នាំ2018គាត់ក៏បានផ្លាស់មករស់នៅខាងតាកែវរួចក៏បានស្គាល់ខ្ញុំដោយចៃដន្យដោយសារគាត់នឹងធ្វើការជាកម្មកររៀបចំតុរួងឯខ្ញុំគឺជាអ្នកតុបតែងក្រណាត់តាមកម្មវិធីឬគេហៅថាអ្នកតែងផ្ទះនឹងឯងក្រោយពេលទៅធ្វើការចេះតែជួបគ្នាញឹកញាប់ទៅពួកយើងក៏រាប់អានគ្នាតាំងពីនោះរហូតមកដើម្បីឲ្យស្រួលស្ដាប់ខ្ញុំសូមដាក់ឈ្មោះក្រៅឲ្យមិត្តខ្ញុំនឹងថាអាម៉ៅទៅចុះយប់មួយនាកំឡុងពាក់កណ្ដាលឆ្នាំ2025នោះម៉ោងប្រហែល2រំលងអាត្រៀតមិត្តភក្តិខ្ញុំម្នាក់ទៀតក៏បានទូរស័ព្ទមកប្រាប់ថាអាម៉ៅអត់ស្រួលហើយឥឡូវនេះវាកំពុងតែនៅផ្ទះអាម៉ៅកំពុងតែផឹកជាមួយនឹងមិត្តភក្តិ2-3នាក់ផ្សេងទៀតលើដូចនោះខ្ញុំក៏រៀបចំជិះម៉ូតូចេញទៅផ្ទះវាដើម្បីទៅចូលរួមដែរហេតុផលក៏ដោយសារគ្រួសារអាម៉ៅនឹងអត់មានសាច់ញាតិនៅម្ដុំនឹងទេព្រោះជាអ្នកចំណូលថ្មីមានតែពួកខ្ញុំជាមិត្តនឹងឯងហើយបើតាមអ្វីដែលមិត្តភក្តិខ្ញុំទូរស័ព្ទប្រាប់គឺថាអាម៉ៅនឹងគាត់អត់មានសង្ឃឹមទៀតទេគាត់នៅសល់តែដង្ហើមខ្លីៗខ្សោយលក្ខណៈរងចាំកូន2នាក់ធ្វើការនៅឯភ្នំពេញដែលនឹងមកដល់នាវេលាព្រឹកស្អែកសូមបញ្ជាក់ថាខ្ញុំអត់បានស្គាល់ឪពុកម្ដាយរបស់អាម៉ៅទេព្រោះមិនដែលទៅលេងផ្ទះវាហើយពេលទៅកំដរហ្នឹងក៏ខ្ញុំអត់បានចូលទៅមើលគាត់ដែរក្រោយពេលទៅដល់ខ្ញុំក៏នៅអង្គុយផឹកជជែកជាមួយនឹងមិត្តភក្តិដទៃតែដោយសារទម្លាប់ខ្ញុំផឹកជាតិស្រវឹងវាធ្វើឲ្យងងុយដេកអញ្ចឹងហើយខ្ញុំជ្រើសរើសផឹកទឹកតែជំនួសវិញដោយនៅកំដររហូតទាល់តែម៉ោង5ព្រឹកទើបវិលត្រឡប់មកផ្ទះខ្លួនឯងវិញហើយត្រឹមម៉ោង5ព្រឹកនោះឪពុករបស់អាម៉ៅក៏នៅមិនទាន់ផុតដង្ហើមដែរត្រឡប់ទៅនិយាយពីពេលដែលខ្ញុំនៅកំដរផ្ទះអាម៉ៅពេលនោះគឺខ្ញុំបានជួបរឿងហេតុចម្លែកមួយដែលមិននឹកស្មាននិងមិនគួរជឿពេលនោះដោយសារផឹកទឹកតែច្រើនពេកអញ្ចឹងហើយខ្ញុំក៏ត្រូវក្រោកទៅនោមញឹកដែរនោមបាន2ដងដំបូងដូចជាមិនមានរឿងអ្វីកើតឡើងគួរឲ្យកត់សម្គាល់ទេប៉ុន្តែពេលទៅនោមលើកទី3ដែលនៅពេលនោះខ្ញុំទៅនោមនៅចំហៀងផ្ទះរបស់វាហើយទីនោះក៏អាចមើលឃើញទៅដល់ក្រោយផ្ទះផងដែរកំពុងតែនោមខ្ញុំស្រាប់តែក្រឡេកទៅឃើញបុរសចំណាស់ម្នាក់អាយុប្រហែល60ឆ្នាំកំពុងតែអង្គុយលើគ្រែផ្ទះបាយកាន់ទំពក់នៅនឹងដៃហើយថែមទាំងមានពាក់មួកទៀតផងខ្ញុំមិនដឹងហៅមួកនឹងថាម៉េចទេដែលវាមានសន្តានដូចមួកស្លឹកត្នោតយើងដែរតែមួកគាត់នឹងធ្វើមកពីក្រណាត់និងមានពណ៌ខ្មៅឃើញដំបូងខ្ញុំក៏មិនបានភ្ញាក់ផ្អើលអ្វីដែរគិតថាគាត់នោះអាចជាសាច់ញាតិរបស់អាម៉ៅឬជាសាច់ញាតិឪពុកម្ដាយវាគ្រាន់តែរៀងចម្លែកបន្តិចត្រង់ថាយប់ថ្មើរនឹងទៅហើយហេតុអីគាត់នៅពាក់មួកមិនព្រមដោះខ្ជិលខ្វល់ច្រើននោមរួចខ្ញុំក៏វិលត្រឡប់ទៅរកតុវិញអង្គុយមិនទាន់ក្តៅគូតផងខ្ញុំក៏ដើរទៅអើតមើលមុខផ្ទះអាម៉ៅបន្តិចចង់ដឹងថាសភាពការវិវត្តដល់ណាហើយអ៊ំប្រុសគាត់បានធូរឬក៏នៅដដែលទេពេលទៅដល់ក៏ឃើញថាអ៊ំស្រីជាប្រពន្ធនឹងកំពុងអង្គុយច្របាច់ដៃជើងមើលទៅដូចជាគ្មានអ្វីប្រសើរឡើងនោះទេប៉ុន្តែអ្វីដែលខ្ញុំចាប់អារម្មណ៍គឺខ្ញុំឃើញរូបថតមួយផ្ទាំងដែលជារូបថតមនុស្សប្រុសចំណាស់ឈរកាន់ទំពក់ភិនភាកស្រដៀងអ្នកដែលខ្ញុំឃើញនៅក្រោយផ្ទះមុននេះឯងពិតណាស់ម្នាក់ដែលខ្ញុំឃើញនៅក្រោយផ្ទះមុននេះគឺជាសាច់ញាតិរបស់អាម៉ៅយ៉ាងប្រាកដឃើញតែប៉ុណ្ណឹងខ្ញុំក៏ដើរត្រឡប់មកតុវិញនិងបន្តជជែកគ្នារហូតទាល់តែម៉ោង5ទើបវិលត្រឡប់ទៅផ្ទះដើម្បីសម្រាកម៉ោងប្រហែល9ព្រឹកមិត្តខ្ញុំក៏ទូរស័ព្ទមកម្ដងទៀតដោយប្រាប់ថាឪពុករបស់អាម៉ៅផុតហើយ
ដោយសារពេលនឹងខ្ញុំអស់កម្លាំងនឹងនៅងងុយនៅឡើយអញ្ចឹងហើយខ្ញុំមិនបានទៅចូលរួមភ្លាមទេគិតថាចាំល្ងាចចាំទៅចៃដន្យល្ងាចនោះក្មួយរបស់ខ្ញុំគេបានសុំឲ្យខ្ញុំនឹងជួយជូនទៅញ៉ាំមីហិលដំបូងឡើយគិតថាចង់ប្រកែកតែដោយសារពួកគេអង្វរខ្លាំងពេកខ្ញុំក៏ព្រមជូនទៅទាល់តែម៉ោង 7 យប់ទើបបានត្រឡប់មកវិញបន្ទាប់មកខ្ញុំក៏រូតរះបន្តដំណើរទៅផ្ទះអាម៉ៅប្រហែលរវល់គ្រប់គ្នាក៏មិនដឹងគឺពេលទៅដល់មិនឃើញមាននរណានៅចាំទទួលខ្ញុំទេដល់អញ្ចឹងខ្ញុំក៏ចូលតុអង្គុយហូបបបរជាមួយនឹងអ៊ំស្រី2នាក់ហូបអស់មួយចានអាម៉ៅក៏បានដើរមករាក់ទាក់ជាមួយខ្ញុំពេលនោះគឺខ្ញុំកំពុងអង្គុយដោយបែរមុខទៅមុខរោងនិយាយគ្នាបាន 2-3 ម៉ាត់ចោលភ្នែកមើលទៅមុខខ្ញុំស្រាប់តែបានឃើញបរិសចំណាស់ពាក់មួកកាន់ទំពក់នឹងសារជាថ្មីដែលគាត់កំពុងតែឈរបែរទៅម្ខាងធ្វើឲ្យខ្ញុំមើលឃើញគាត់តែត្រឹមចំហៀងប៉ុណ្ណោះឃើញភ្លាមខ្ញុំក៏ងាកមកនិយាយនឹងអាម៉ៅថាមិនបាច់រាក់ទាក់គ្នាពេកទេទៅទទួលភ្ញៀវទៅប៉ុន្តែពេលវាដើរទៅមុខរោងខ្ញុំឃើញវាងាកឆ្វេងងាកស្ដាំទំនងមិនបានឃើញនរណាទេហើយពេលហ្នឹងខ្ញុំក៏មិនបានឃើញបរិសចំណាស់ឈរកាន់ទំពក់នោះទៀតដែរពេលដើរមកវិញវាក៏មកទះស្មាខ្ញុំមួយដៃស្រាលនឹងនិយាយថាមានភ្ញៀវក្បាលឯងស្អីអញអត់ឃើញមានអ្នកណាទេខ្ញុំបានប្រកែកនឹងវាដោយបញ្ជាក់ថាខ្ញុំពិតជាបានឃើញមែនគឺមនុស្សប្រុសចំណាស់ឈរកាន់ទំពក់ឮហើយវាមិនបាននិយាយអ្វីនឹងខ្ញុំទៀតទេរួចក៏ដើរចូលទៅក្នុងផ្ទះបាត់ទៅខ្ញុំឯណេះក៏មិនបានចាប់អារម្មណ៍អ្វីច្រើនដែរព្រោះយល់ថាអ៊ំប្រុសដែលឈរកាន់ទំពក់នឹងគឺជាសាច់ញាតិរបស់វាអញ្ចឹងហើយទើបមិនចាត់ចូលជាភ្ញៀវហើយដែលខ្ញុំមើលមិនឃើញគាត់នោះអាចមកពីគាត់បដូរទីតាំងទៅឈរកន្លែងផ្សេងដែលកំបាំងពីភ្នែកខ្ញុំប៉ុណ្ណោះបន្ទាប់ពីហូបបបររួចខ្ញុំក៏នឹកឃើញចង់ទៅដុតធូបនៅពីមុខមឈូសរបស់ឪអាម៉ៅអ្វីដែលមិននឹកស្មានគឺពេលនោះខ្ញុំបានឃើញរូបថតដែលដាក់តាំងនៅពីមុខមឈូសនឹងវាមានសភាពព្រិលមិនសូវច្បាស់ទេដល់អញ្ចឹងខ្ញុំក៏សួរអាម៉ៅដែលអង្គុយក្បែរនោះអំពីរូបថតហ្នឹងវាក៏ប្រាប់ថាឪវាអត់ចូលចិត្តថតរូបទេអញ្ចឹងហើយទើបមិនមានរូបថតនឹងគេក្នុងផ្ទះមានរូបតែមួយសន្លឹកប៉ុណ្ណោះហើយជារូបមួយចំហខ្លួនដល់ពេលយកទៅពង្រីកកាត់យកតែមុខនឹងហើយទើបធ្វើឲ្យវាមានសភាពព្រិលបែបហ្នឹងវាមិនមែនត្រឹមតែនិយាយប្រាប់នោះទេគឺវាបានបើករូបថតនៅក្នុងទូរស័ព្ទវាឲ្យខ្ញុំមើលទៀតផងដែលរូបនោះគឺជារូបបរិសចំណាស់ឈរកាន់ទំពក់ពាក់មួកដោយរូបដែលបានពង្រីកដាក់នៅជញ្ជាំងផ្ទះរបស់វានោះឯងខ្ញុំឯនេះឃើញហើយក៏ចាប់ផ្ដើមព្រឺសម្បុរឡើងត្រជាក់ខ្លួនព្រោះយល់ថាអ្នកដែលខ្ញុំឃើញនឹងប្រហែលជាព្រលឹងវិញ្ញាណរបស់ឪពុកអាម៉ៅហើយអាចថាទើបស្លាប់ថ្មីគាត់មិនទាន់ដឹងខ្លួនក៏ថាបានយ៉ាងណាអារម្មណ៍ភ័យខ្លាចក៏វាបានធូរស្បើយបន្តិចដោយសារពេលហ្នឹងមិត្តភ័ក្តិរបស់ខ្ញុំ 2-3 នាក់នោះក៏បាននាំគ្នាមកដល់ពួកវានិយាយថាពួកវានឹងនៅកំដររោងយប់ជ្រៅបន្តិចចាំទៅផ្ទះវិញខ្ញុំឯនេះដូចជារៀងអេះអុញបន្តិចដោយសារអារម្មណ៍ភ័យខ្លាចគឺនៅមានពេញខ្លួននៅឡើយប៉ុន្តែបើទៅផ្ទះពេលហ្នឹងវាដូចជាមិនសូវសមអញ្ចឹងខ្ញុំក៏សម្រេចថានឹងបន្តនៅក្នុងរោងបុណ្យសិនយ៉ាងហោចណាស់ក៏មានមិត្តភ័ក្តិនៅបានជាគ្នា 3-4 នាក់ដែរណាមួយខ្ញុំយល់ថាអ៊ំប្រុសក៏មិនចង់លងខ្ញុំដែរអាចថាគាត់មិនទាន់ដឹងខ្លួនហើយខ្ញុំនេះឃើញគាត់ដោយចៃដន្យតែប៉ុណ្ណោះដោយសារមានគម្រោងថានឹងទៅផ្ទះមុនគេអញ្ចឹងហើយខ្ញុំក៏ហ៊ានផឹកស្រាជាមួយនឹងមិត្តភ័ក្តិដទៃដោយមិនខ្លាចងងុយនោះទេលុះពេលដាក់ប៊ីយ៉ាអស់ពីកំប៉ុងហើយចំពេលដែលអាម៉ៅវាដើរមកអង្គុយជាមួយខ្ញុំក៏ឆ្លៀតសួរវាថាតើឪឯងចូលចិត្តពាក់មួកនិងកាន់ទំពក់នោះឬវាថាទំពក់គឺនៅជាមួយគាត់ជាប្រចាំដោយសារគាត់ឈឺជើងចំណែកមួកគាត់ពិតជាស្រឡាញ់ខ្លាំងណាស់កាលមិនទាន់ឈឺធ្ងន់ពេលនៅផ្ទះក៏គាត់ពាក់ដែរចម្លើយប៉ុណ្ណឹងវាគ្រប់គ្រាន់បញ្ជាក់ថាខ្ញុំពិតជាបានឃើញខ្មោចអ៊ំប្រុសមែនយ៉ាងណាទោះបីខំប្រាប់ខំលួងខ្លួនឯងថាយើងនឹងឃើញដោយចៃដន្យហើយឃើញជារូបរាងធម្មតាក៏ដោយក៏អារម្មណ៍ខ្លាចវាធ្វើឲ្យខ្ញុំនេះកើតទៅជាក្តៅខ្លួនអស់ពេល 2-3 ថ្ងៃទើបបានធូរស្បើយឡើងវិញនេះគឺជាបទពិសោធន៍ដ៏ចម្លែកនិងគួរឲ្យខ្លាចមួយដែលខ្ញុំមិនធ្លាប់ជួបពីមុនមកទាល់តែសោះបាទរឿងរបស់បងប្រុសក៏បានមកដល់ទីបញ្ចប់ហើយអរគុណលោកអ្នកដែលបានចំណាយពេលស្ដាប់សូមគោរពលាជួបគ្នាវីដេអូក្រោយ